ឥឡូវនេះមកដល់កន្លែងដើរលេងមួយទៀតហើយដែលមានឈ្មោះថាធានយ៉ាហាយចៅអាហ្នឹងជាភាសាចិនឬក៏ភាសាអង់គ្លេសហ្នឹងណាតែបើបកប្រែនៅក្នុងភាសាធัวដើរលេងគឺឧសៀនធានយ៉ាហាយចៅនៅហ្នឹងគឺជាលក្ខណៈឆ្នេរសមុទ្រដូចគ្នាណាគ្នាអត់មានអីខុសគ្នាទេគឺឆ្នេរសមុទ្រដូចតែមុនដែរទេប៉ុន្តែនៅទីនេះគឺគេហៅថាឧសៀនធានយ៉ាហាយចៅនៅខាងមុននោះมันយើងបកប្រែថាជារូងភ្នំតាមការពិតទៅអត់មានរូងភ្នំអត់មានអីទេគឺឆ្នេរសមុទ្រដូចគ្នាអញ្ចឹងនៅទីនេះក៏ឆ្នេរសមុទ្រដូចគ្នាដែរប៉ុន្តែគេហៅថាឧសៀនធានយ៉ាហាយចៅ2នាក់កំពុង3មកកំពុងមួយទៀតហើយនេះគឺជាខ្លោងទ្វារចូលនៅកន្លែងដើរលេងធានយ៉ាហាយចៅហ្នឹងគឺខ្ញុំថតបើសិនជាអ្នកគ្នាមកជាឯកជនខ្លួនឯងអីអាចមកកន្លែងនេះបានដូចគ្នានៅនេះមានឈ្មោះមួយទៀតអ្នកនរគ្នាខ្ញុំភ្លេចប្រាប់ជាភាសាខ្មែរយើងគឺឧសៀនជាតិធានយ៉ាហាយចៅនឹងមានពាក្យមួយទៀតដែលគេហៅថាឆ្នេរសមុទ្រមេឃានៅក្នុងវីដេអូរូងភ្នំតូចធំណាខ្ញុំបានប្រាប់អ្នកគ្នាថាខ្ញុំមកឆ្នេរសមុទ្រជាជម្រើសទី1សម្រាប់ភ្ញៀវទេសចរសម្រាប់ឆ្នេរសមុទ្រដែលបកកើតដំបងគេបំផុតនៅក្នុងកោះនេះគឺឈ្មោះថា Coconut Dream Corridor មកពាក់មួកដោយសារតែរៀងរលឹមឥឡូវនេះយើងដើរចូលសមុទ្រអត់ដឹងឈ្មោះចិនឈ្មោះអីដែលបកប្រែខ្មែរឆ្នេរសមុទ្រមេឃាឈ្មោះថាធានយ៉ាហាយចៅភាសាតែនៅណាទីក្រុងសាន់យ៉ាកោះហៃណានហ្នឹងវាជាតំបន់កោះអញ្ចឹងទៅជុំវិញវាប្រកាសជាសិតតែសមុទ្រហើយអញ្ចឹងទៅវាប្រកាសជាមានឆ្នេរសមុទ្រច្រើនក្រហាខ្ញុំមកនេះដើរលេងបានតែឆ្នេរសមុទ្រ2ឯងហើយយើងដើរចូលខាងក្នុងសិនកាន់តែជ្រៅយើងថតមើលនេះថតរូបថតអីអស់លុយណាគ្នាគេថតរូបយើងហ្វ្រីតែតមកមិនបានអស់លុយគេរស់ស៊ីឥឡូវយើងដើរចូលខាងក្នុងសិនខ្ញុំមកដើរដល់កាន់តែស៊ូមចិត្តហើយខាងមុខហ្នឹងគឺឆ្នេរសមុទ្រហ្នឹងហើយឥឡូវយើងកន្លែងនេះគឺលុយជាងគេគឺកន្លែងណាដែលយើងថតរូបរូបនេះតំណាងក្រុមអីចឹងណាហើយវាមានគុជនៅកណ្ដាលក្នុងគុជដែលគេធ្វើគ្រឿងអលង្ការបន្ទាប់ពីដើរចូលខាងក្នុងឃើញរូបមេតបសងខាងតែអត់មានអត្ថន័យថាមិនទេព្រោះខ្ញុំអត់ដឹងមករូបមេតបធ្វើសង្គ្រាមហើយខាងមុខគឺឆ្នេរហ្នឹងកាត់លុយដែរនេះយើងដើរកាន់តែចិត្តគឺអត់មានអីក្រៅពីឆ្នេរសមុទ្រមានថ្មមានអីដូចនៅខាងនោះដូចគ្នានិយាយទៅអានឹងធម្មជាតិគេថតកាន់ថ្មអីចឹងណាអូខេណាគ្នាអស់ហើយទៅបាយខាងនោះចាំមើលទៅទៀតណាគ្នាដើរលេងលើទី1ភ្លៀងតែនេះដោយសារតែវានៅតំបន់កោះហើយនៅតំបន់ដែលយើងនៅជាខាងផ្នែកសមុទ្រចឹងវាភ្លៀងអញ្ចឹងហើយមុនហ្នឹងយើងដើរបាយខាងនោះថតរូបថតអីហ្នឹងណាឥឡូវយើងដើរទៅវិញព្រោះនៅហ្នឹងអត់មានអីច្រើនមានតែកន្លែងឆ្នេរមិញហ្នឹងខាងនេះយើងថតទេសភាពតាមចាស់ចឹងទៅអូមួយទៀតលក្ខណៈពិសេសមួយទៀតនៅនេះគេមកល្ងាចមើលថ្ងៃលិចណាគ្នាកន្លែងដើរហ្នឹងខ្ញុំឃើញមានឈ្មោះ Fun By សង្ស័យតែកន្លែងហ្នឹងជាសារទំនើបឥឡូវយើងមើលដើរចូលបើសិនតែសារតែភ្លៀងអត់ដឹងទៅណាព្រោះកន្លែងដើរគឺកន្លែងកោះមិនយើងមើលមិនហ្នឹងឥឡូវអស់ហើយចឹងឥឡូវយើងចូលសិនតែដើម្បីជ្រកភ្លៀងបន្ទាប់ពីដើរចូលខាងក្នុងមើលទៅផ្សារនេះជាលក្ខណៈសូយ៉ា Midtown ចាំមិនតែមើលតាមហ្នឹងទៅព្រោះជ្រកភ្លៀងក្នុងនេះសារទំនើបនៅខាងឆ្នេរសមុទ្រកោះហៃណាន់យកហ្នឹងចេញពីឆ្នេរទាំងពីរដើរលេងទាំងពីរហ្នឹងហើយបានបន្តទៅក្រុងសាន់យ៉ាកោះហៃណាន់តែសារទំនើបគេលក់ច្រើនណាស់គ្នាចូលលក្ខណៈដូចសារសូយ៉ាឬក៏សារសវណ្ណា Midtown នេះដូចគ្នាតែអត់ដល់ EON នេះឥឡូវឆ្នេរសមុទ្រមេឃាគឺអស់ហើយព្រោះកន្លែងនេះដើរលេងកន្លែងតិចជាងឆ្នេរសមុទ្រដែលខ្ញុំថតដំបូងហ្នឹងណាកន្លែងដើរលេងធំជាងឡើង8ទំហំដើរលេងឡើង8គីឡូអានេះវាកន្លែងដើរលេងតែបន្តិចទេប៉ុន្តែកន្លែងផ្សេងគឺកន្លែងអង្គុយញ៉ាំកន្លែងអីចឹងទៅមានសារទំនើបមានអីទីសមុទ្របានឥឡូវនេះបន្តដំណើរទៅញ៉ាំមីស្ពាន
នៅហាងគេមីហ្នឹងគឺនៅមុខនេះឯងឥឡូវមកដល់កន្លែងហាងមីហើយនៅចិត្តកន្លែងដែលយើងចូលហ្នឹងទេ Yongquin Rich Chan Noodle នៃខ្មែរដែលបងកាយគាត់បកប្រែគឺមីស្ពាននេះមីស្ពានហ្នឹងសាច់គេឲ្យមែនគេឲ្យច្រើនមុខមែនតើប៉ុន្តែមួយមុខ1 2 3 4 5 6 7 8 9ហើយមានជីមានអីហើយឆ្នាំងសុបគេធំនៅកំពង់រាបរសជាតិញ៉ាំនៅមីស្ពាននេះគឺឆ្ងាញ់ខុសពីមីឧដុង្គដែលខ្ញុំញ៉ាំនៅភ្នំពេញហើយឥឡូវនេះកំពុងតែបន្តដំណើរទៅសន្តាគារវិញហើយខ្ញុំថតទស្សនភាពនៅទីក្រុងរាត្រីរបស់គេទៅកាន់អ្នកនរគ្នាមើលឥឡូវមកដល់កន្លែងដេកហ្នឹងនេះអត់ដឹងថាសន្តាគារឈ្មោះអីទេតែអាខវាគេដាក់បន្ថែមថា restaurant នៅខាងនៃអាហារពេលព្រឹកអីចឹងណាដូចជានេះទឹកដេកស្អាតដល់តែណាយោហើយអានេះវាវេលាចាស់យើងបើកទ្វារខ្ញុំយកក្រេ3ហើយមានទេសភាពមើលទៀតទេសភាពពេលរាត្រីអូខេទៅតបតាំងណាធ្លុះបើយើងចូលខាងនេះត្រូវបិទខាងនេះបន្ទប់គេលយហើយខាងនេះបុកមួយទ្វារខាងផ្សេងទៀតបុកមួយបន្ទប់ផ្សេងហើយនេះជាទស្សនភាពនៅខាងមុខវេរ៉ង់ដាមើលឡានម៉ូតូនិងស្ពានមនុស្សនៅគ្នាពងជៀនហើយនឹងកាទៀវហើយមានជានំប៉ាវតែចឹងគឺមាននំប៉ាវនឹងឯងគឺដែលតំណល់ហើយអ្នកគ្នាដឹងហើយវីដេអូខ្ញុំក៏និយាយដែរថាក្តីសុខរបស់ខ្ញុំគឺ buffet ពេលព្រឹកហើយមានបាយឆាមីឆាហើយនឹងស៊ុបបអានេះពងជៀនមីអាហារពេលព្រឹកមានបន្លែផ្លែឈើហើយមានដោះគោផឹកអីណា